ពួកយើងអត់អាចពាក្យនឹងគ្នាហើយលាក់ពុកម៉ែរបស់លាក់ជាអ្នកមកប្រែពាក្យពីបងនោះទេមិនមកចង់តាមមនុស្សស្អីក្រក្រអញ្ចឹងហានាងភ្លើអ្នកមីងគ្មានសិទ្ធិមើងងាយអនាគតស្វាមីរបស់ខ្ញុំនោះទេគាត់ក្រមែនតែគាត់មិនបានក្រចិត្តកំណត់អីទេបងសុំទោសផងនិរតដែលឲ្យអូនមកជួបស្ថានភាពបែបនេះមុនគូណាគាត់មើងងាយដោយទាំងអូននោះទេលោកស្អែកណើនមីងចាន់និងកូនប្រុសក៏បាននាំយកផ្លែឈើមកស្ដីដណ្ដឹងនិរតពីឪពុកម្ដាយរបស់នាងអ្នកអើយខ្ញុំមកនេះចង់មកស្ដីដណ្ដឹងកូនស្រីរបស់អ្នកឲ្យកូនប្រុសរបស់ខ្ញុំតើអ្នកគិតយ៉ាងណាដែរកូនស្រីខ្ញុំមានតែមួយគ្រាប់ខ្ញុំក៏មិនបានទុកតាំងអីដែរអ្នកតែខ្ញុំត្រូវសួរចិត្តកូនស្រីរបស់ខ្ញុំសិនថាតើនាងមានចិត្តស្រឡាញ់កូនប្រុសរបស់អ្នកដែរឬទេបើកូនខ្ញុំមានចិត្តលើកូនប្រុសរបស់អ្នកខ្ញុំក៏តាមតែកូនដែរអ្នកខ្ញុំមិនគិតលើមានក្រអីនោះទេអត់មែនហើយនេះពួកយើងចង់បានបុរសណាដែលអាចមើលថែកូនស្រីរបស់យើងបានមិនថាមានឬក្រនោះទេឲ្យតែខិតខំធ្វើការនឹងអាចមើលថែកូនស្រីរបស់ខ្ញុំបានក្មួយទីលីកុំខ្លាចតែមើលចេះតែភ័យនឹងណាមីងព្រោះខ្ញុំធ្លាប់ត្រូវបានគេផ្ដាច់ពាក្យដោយសារតែខ្ញុំក្រដូច្នេះហើយទើបខ្ញុំមិនតស្រឡះចិត្តនឹងមីងក្មួយគុំគិតដូច្នេះអីមនុស្សខុសគ្នាមិនមែនមានគំនិតដូចគ្នានោះទេគ្រួសារពូមីងមិនប្រកាន់ក្មួយមានឬក្រនោះទេឲ្យតែស្រឡាញ់កូនពូមើលថែកូនពូទៅបានហើយគឺពូចង់បានតែប៉ុណ្្នឹងឯងបាទលោកពូអ្នកមីងខ្ញុំអរគុណណាស់អញ្ចឹងសម្រាប់ថាយ៉ាងម៉េចដែរអ្នកតើបានដែរឬទេកូនស្រីកូនគិតបែបណាកូនព្រមដែរឬទេខ្ញុំតាមតែពុកម៉ែទេខ្ញុំមិនប្រកែកនោះទេលើកឲ្យរៀបការភ្លាមតែម្ដងទៅក៏បានដែរយីកូននេះហេសុំទោសផងអ្នកកូនខ្ញុំវាឆាប់ចាំបានប្តីមិនអីទេអ្នកខ្ញុំក៏ចង់ឲ្យឆាប់រៀបការដែរអ្នកខ្ញុំថាទុកមួយឆ្នាំអីសិនទៅអ្នកទុកឲ្យក្មេងៗចាស់ចិត្តចាស់គំនិតស្វែងយល់ពីគ្នាបន្តិចទៀតសិនទៅអញ្ចឹងក៏បានដែរអ្នកនាងថ្ងៃបន្ទាប់នាងលាក់ក៏មកលេងផ្ទះនាងគិរីបងគិរីមីងចាន់កំពុងថ្វាយនឹងបងកំពុងតែរៀបចំហូបបាយនឹងលាក់មកហូបបាយជាមួយបងនិងម៉ែមកលាក់នាងគិរីបបួននឹងលាក់មកហូបបាយជាមួយគ្នាមកហូបមកដល់ហើយបងគិរីអ្នកមីងបងគិរីអ្នកណានឹងបងមិនបានជាយកមកហូបមកឲ្យបងអញ្ចឹងអូលាក់បងណែនាំឲ្យស្គាល់នេះគឺជានិរតគូនដណ្ដឹងរបស់បងពួកយើងរៀបការឆ្នាំក្រោយនេះហើយណាចុះខ្ញុំមកបងទុកនៅឯណាពួកយើងអត់អាចពាក្យនឹងគ្នាហើយលាក់ពុកម៉ែរបស់លាក់ជាអ្នកមកប្រែពាក្យពីបងនោះទេម្ដាយនាងលាក់មកតាមនាងលាក់ដល់ផ្ទះនាងគិរីរួចជាស្ដីកូនលៀនងែនយើនាងលាក់មកនៅទីនេះស្មោះអញ្ចឹងមិនអញរត់មិនឃើញហើយឯងមកធ្វើស្អីនៅទីនេះហ្នឹងនៅផ្ទះយើងអនាគតប្តីអ្នកមានរបស់ឯងគេកំពុងតែចាំឯងនោះមករកវាធ្វើស្អីទៀតហ្នឹងនាងលាក់មិនយើងបដៅឯងមិនចេះយល់បញ្ជាស្ដាប់សោះអញ្ចឹងខ្ញុំមិនចង់បានប្តីអ្នកមានស្រីនោះទេម៉ែខ្ញុំមិនត្រូវការចាយវាទ្រព្យសម្បត្តិរបស់គេអីនោះទេម៉ែខ្ញុំស្រឡាញ់បងគីលីបើម៉ែចង់បានម៉ែយកខ្លួនឯងចុះខ្ញុំមិនត្រូវការទេនាងលាក់មានកូនក្បាលរឹងម៉ែឪបដៅចង់ឲ្យឯងល្អមិនឯងរឹងក្បាលដល់ថ្នាក់នេះនោះមិនមកចង់តាមមនុស្សស្អីក្រអញ្ចឹងនាងភ្លើបានហើយអ្នកមីងឈប់និយាយស្ដីមើលងាយបងគិរីទៅគាត់មិនបានធ្វើអីគ្រួសារអ្នកមីងនោះទេគាត់ចេះធ្វើការរកស៊ីគាត់មិនមែនក្រអស់មួយជីវិតនោះទេអ្នកមីងល្មើបានហើយមីងជាអ្នកណាមកដល់ចេះលូកមាត់ដូច្នេះហេតុអីយើងមើលងាយគ្រួសារវាមិនបាននោះមកវាក្រមែននោះខ្ញុំជាអនាគតប្រពន្ធរបស់គាត់អ្នកមីងគ្មានសិទ្ធិមើលងាយអនាគតស្វាមីរបស់ខ្ញុំនោះទេគាត់ក្រមែនតែគាត់មិនបានក្រចិត្តកំណត់អីទេហើយកូនស្រីរបស់អ្នកមីងនោះទេដែលមករកគូដណ្ដឹងរបស់ខ្ញុំស្ទើរតែរាល់ថ្ងៃនោះមិនអ្នកមីងមិនជាកូនស្រីរបស់អ្នកមីងបែរជាមកថាឲ្យបងគិរីទៅវិញណែនាងលាក់ឃើញអត់អាគិរីវាមានគូដណ្ដឹងថ្មីហើយឲ្យវាយកក្ររហាមដូចគ្នាចឹងទៅវាសមហើយមនុស្សក្រវាតែងរត់រកគ្នាអញ្ចឹងហើយណែមិនអ្នកឯងហ៊ានលាកូនប្រសាខ្ញុំដូចនេះកូនប្រសាខ្ញុំមិនបានក្ររហេមរហាមនោះទេ
គេជាគ្រួសារអ្នកមានទ្រព្យប៉ុន្តែគ្រួសារគេមិនប្រកាន់វណ្ណៈមើលឃើញតែទ្រព្យសម្បត្តិដោយគ្រួសាររបស់អ្នកនោះទេ យើងមិនចាំមើលថាគ្រួសារឯងព្រោះនៅយ៉ាងម៉េចខ្លួនក្រទេតែសបាចាប់រកតែអ្នកមានតោះទៅផ្ទះវិញនឹងលាក់ ថារួចបណ្ដាយនាងលះក៏បាននំនាងលះត្រឡប់ទៅផ្ទះវិញ យីបញ្ញាប់ទៅភ្លាមទៅតិចស៊ីមកអង្កត់អូសនឹងឥឡូវហើយទ្រាំមិនបាននោះ បងសុំទោសផងនិរ័តដែលឲ្យអូនមកជួបស្ថានភាពបែបនេះមុនគូណាគាត់មើងងាយដោយទាំងអូននោះទេ មិនអីទេបងអូនក៏ត្រូវចេះដឹងការពីអនាគតស្វាមីរបស់អូនដែរមិនចង់ឲ្យគេមើងងាយស្វាមីរបស់អូនទៀតនោះទេ តោះហូបបាយជុំគ្នាសិនទៅក្មេងៗ មីងសុខខនក្រោយពីនំកូនមកដល់ផ្ទះក៏បានណែនាំកូនហើយបរោះអ្នកមានម្នាក់ នេះហើយអនាគតប្តីរបស់ឯងគេជាកូនអ្នកមានសាកសពមើលគ្រួសារយើងណាម៉ែលើកូនឲ្យគេហើយនឹងរៀបការឆាប់នេះ ហេតុអ្វីម៉ែមិនសួរចិត្តខ្ញុំចឹងខ្ញុំមិនទាន់ចង់មានប្តីនោះទេ ចាំម៉ែសួរធ្វើស្អីឯងត្រូវធ្វើតាមចិត្តពុកនិងម៉ែរឿងបែបនេះពុកនិងម៉ែជាអ្នកសម្រេចនោះទេយើងតែពីរនាក់គ្មានបំណងឲ្យឯងលំបាកឡើយ សួស្ដីអូនលាក់បងឈ្មោះភ័ក្រអនាគតប្តីអូនបងសប្បាយចិត្តណាស់ដែលបានអូនធ្វើជាប្រពន្ធយើងរៀបការកាន់តែឆាប់កាន់តែល្អអូក្មេងម៉ែក្មេងយល់ថាល្អដែរឬអត់ហ្នឹង ពិតជាល្អខ្លាំងណាស់មីងទៅចង់ឲ្យរៀបការឆាប់នេះដែរ មួយរយៈក្រោយមកនាងលះនិងនីភ័ក្របានរៀបការជាមួយគ្នារួចរាល់ហើយប៉ុន្តែបញ្ហាក្នុងគ្រួសារចេះតែកើតមានឥតឈប់ឈរ បងភ័ក្របើបងឯងនៅតែបែបនេះទៀតខ្ញុំនឹងលេងណាគ្នាជាមួយនឹងបងវិញហើយខ្ញុំមិនដែលចង់រៀបការជាមួយបងតាំងពីទ្វេដំបូងមកម្ល៉េះ លេងទៅយើងមិនខ្វល់ទេបើលេងយើងម៉ែអើឯងបានឲ្យចាយព្រោះរាល់ថ្ងៃនេះគង់តែបានខ្ញុំនេះហើយជាអ្នករកស៊ីចិញ្ចឹមគ្រួសាររបស់ឯងនោះបើម៉ែឯងគ្មានចេះធ្វើស្អីនោះទេចេះតែលាដៃសុំលុយខ្ញុំចាយបើគ្មានខ្ញុំនោះទេគ្រួសារឯងច្បាស់ជាលហេមហាមហើយបើចង់លេងក៏លេងទៅ បងប្រកបបើហ៊ាននិយាយពាក្យនេះដាក់ខ្ញុំក្តីឯងទីតើជាអ្នកចង់បានខ្ញុំនោះ ពាក្យនេះសមតែខ្ញុំជាអ្នកនិយាយដាក់ឯងទេបើត្រូវមិនសមឯងជាអ្នកនិយាយដាក់ខ្ញុំនោះទេគឺម៉ែឯងនោះទេម៉ែជាអ្នកចង់លើកឯងមកឲ្យយើងនោះ អាប្តីឈួតអាប្តីហេងស៊ួយ នាងលះនិងនីភ័ក្រឆ្លោះគ្នាស្ទើរតែរាល់ថ្ងៃនៅផ្ទះនាងរត កូនរត់កូនឯងឆាប់ទៅតាមគូដណ្ដឹងកូនឯងមកហូបបាយជុំគ្នាមកឈប់ធ្វើការសិនទៅណា តនបាយនៅក្រៅកូនឆាប់ទៅហៅពីលីមកកូនពុកម៉ែចាំ ចាស់ពុកម៉ែអញ្ចឹងចាំកូនមើលផ្លែតណា ថារួចនាងរតក៏ដើរទៅហៅគូដណ្ដឹងដែលកំពុងធ្វើការងារនៅឯចំការ បងគិរីពុកម៉ែហៅទៅហូបបាយជុំគ្នាបងឈប់ធ្វើការសិនទៅណាបងចាំហូបរួចចាំមកធ្វើវិញ បងជិតហើយដៃឥឡូវហើយអូនឲ្យពួកគាត់ហូបមុនសិនទៅ តែពួកគាត់ឲ្យមកហៅបងណាឲ្យហូបមុនយ៉ាងម៉េចកើត ថារួចនាងរតក៏អូនដៃនាងគិរីទៅហូបបាយជុំគ្នានៅផ្ទះរបស់នាង ហូបបាយទៅក្មួយគិរី ហូបបាយទៅក្មួយគិរីកុំក្រែងចិត្តអីយើងជិតខ្លាចជាគ្រួសារតែមួយហើយ បាទអរគុណពូមីង មួយឆ្នាំក្រោយមកគិរីនិងនាងរតរៀបការជាមួយគ្នារួចក៏ប្រកបរបររកស៊ីពីរអ្នកប្តីប្រពន្ធពួកគេខិតខំរកស៊ីដោយមិនប្រចាំគ្នានោះឡើយលោកជាច្រើនខែកន្លងផុតទៅពីរអ្នកប្តីប្រពន្ធពួកគេកាន់តែមានជីវភាពធូរធារទៅនៅផ្ទះមានច័ន្ទ ម៉ែសប្បាយចិត្តណាស់ដែលកូនទាំងពីរនាក់ចេះស្រឡាញ់គ្នាខិតខំធ្វើការរកស៊ីជាមួយគ្នាបែបនេះកូនឃើញទេការខិតខំប្រឹងប្រែងរបស់កូនបានទទួលផ្លែផ្កាហើយ នេះក៏ដោយសារប្រពន្ធខ្ញុំដែរម៉ែប្រពន្ធខ្ញុំបានជួយខ្ញុំច្រើនណាស់បងអរគុណអូនខ្លាំងណាស់ដែលតស៊ូជាមួយបងរហូតមកដល់ពេលនេះ មិនអីទេបងកូនជាប្រពន្ធបងសមិទ្ធផលដែលទទួលបានថ្ងៃនេះជាការខិតខំប្រឹងប្រែងរបស់បង បាទអូនបងមិនចង់ឲ្យគេមើលងាយគ្រួសារយើងនោះទេជាពិសេសបងមិនចង់ឲ្យគេមើលងាយប្រពន្ធរបស់បងឡើយ
តោះកូនហូបបាយជុំគ្នាសិនទៅចាំទៅវិញណាកូន បន្ទាប់ពីហូបបាយជុំគ្នារួចគិរីនិងមីរត់ក៏ត្រឡប់ទៅផ្ទះវិញ អ្នកណានឹងមកលេង ខ្ញុំក៏មិនដឹងដែរបង គឺខ្ញុំណាបងខ្ញុំនាំកូនមកលេងបង លាក់ហេតុអីក៏សុភាពលាក់ប្រែប្រួលយ៉ាងនេះកូនរបស់លាក់អាយុប៉ុន្មានហើយនឹង មើលគូផៃបងខ្ញុំមិនដឹងនិយាយយ៉ាងណាប្រាប់បងនោះទេខ្ញុំមានកូនបាក់សម្រស់ប្តីក៏មានស្រីខ្ញុំខ្វល់ហើយបងខ្ញុំខុសដែលតាមពុកម៉ែបងប្រពន្ធបងគេមានសំណាងណាស់ដែលមានបងជាប្តី បងទៅវិញទេដែលមានសំណាងបាននិរត់ជាប្រពន្ធនោះព្រោះនិរត់ឆ្លាតចេះការងារសពគ្រប់គួរតែសរសើរប្រពន្ធបងវិញទៅទើបត្រូវជាងពិតទេប្រពន្ធសម្លាញ់ មិនដឹងជាប្រពន្ធសម្លាញ់អីទេហៅតែអូនឲ្យជាប់មាត់ទៅកុំឲ្យថ្ងៃក្រោយហៅឯងយីប៉ៃអីទៅបានហើយ បាទអូន នាងលះបានត្រឹមសោកស្ដាយចំពោះការធ្វើតាមម្ដាយឪពុករបស់នាងដោយរៀបការជាមួយបុរសដែលនាងមិនបានស្រឡាញ់គេស្រឡាញ់នាងតែពេលនាងស្អាតប៉ុណ្ណោះពេលដែលនាងមានកូនបាក់សម្រស់គេលែងស្រឡាញ់បែរជាលួចមានស្រីក្រៅទៅវិញទោះបីជាក្រទ្រាំតែមិនប្រកាសថាក្រចិត្តកំណត់ឯណាដូច្នេះកុំមកងាយមនុស្សតែសបកក្រៅព្រោះថាផ្នែកខាងមុខគ្មានអ្នកណាហាក់ដឹងមុនទេ